với chiếc vượt chân đi xong bố tôi đauបញ្ហា ពេលដែលខ្ញុំស្រឡាញ់លើគិតឆ្ងាយពីកាយយ៉ាក៏ព្រោះតែជីវភាពពីជីវៈនៃគ្រួសារផែនដីមួយសង្គមក្រុមមនុស្សរូបក្រុមបណ្ដាសាមិនថាការងារអ្វីក៏ធ្វើឲ្យតែបានរំដោះដូចខ្ញុំចោះថាខ្ញុំភ្លើមិនចាំបាច់ស្រណោះទៅមិនចោះធ្វើដំណើរធ្វើខ្ញុំជាអ្នករើសទូជាតិទៅខ្ញុំចេះដើរក្នុងជាតិនេះរស់នៅសណៃកាខ្វះភាពកក់ក្ដៅពីម៉ាំងហើយនឹងប៉ារស់នៅម្នាក់ឯងតាំងពីនៅវ័យកុមារតើខ្ញុំគួរធ្វើយ៉ាងណាទើបអាចជឿងផុនពីភៀមឯការស់នៅបានសុខជាមួយម៉ាំងហើយនឹងប៉ាសភាពខ្ញុំពេលនេះវាពិបាកនឹងសន្និដ្ឋានអារម្មណ៍ខ្ញុំពេលនេះដូចមានបិសាចមកតាមរំខានខួរក្បាលនឹងបេះដូងវាកំពុងបែកកម្មដ្ឋានសូមពេលសម្រាប់បន្តិចបានទេកុំតន់មករំខានខ្ញុំឈប់ពេញចាក់សម្លឹងមុខខ្លួនឯងជីវិតខ្ញុំពេលនេះវាព្រាបីដូចជាផ្សែងរស់នៅតែតម្នាក់ឯងជីវិតខ្ញុំពេលនេះដូចជាខ្លែងនៅពីម៉ោង4ដើម្បីទៅធ្វើការខំប្រឹងតស៊ូដើម្បីតែគ្រួសារទោះបីនឿយហន់ក៏កុំមិនដែរថាព្រោះកូនចង់ឃើញគ្រួសារយើងថ្លៃថ្លាក្នុងជាតិនេះរស់នៅសណៃកាខ្វះភាពកក់ក្ដៅពីម៉ាំងហើយនឹងប៉ារស់នៅម្នាក់ឯងតាំងពីនៅវ័យកុមារតើខ្ញុំគួរធ្វើយ៉ាងណាទើបអាចជឿងផុនពីភៀមឯការស់នៅបានសុខជាមួយម៉ាំងហើយនឹងប៉ាអស់សង្ឃឹមនឹងជីវិតយ៉ាស់ដោយរូបក្នុងភពងងឹតសំដីដែលគេមើលងាយវាចាក់ដោតជាងកំបិតទស្សនមិនឲ្យតម្លៃមិនភាពមិនយល់ចិត្តគូក្បាលគិតអីលេងចេញសែនតបប្រមល់នៅក្នុងជីវិតជុតទឹកភ្នែកក្រោកឈររបំរាស់ពីបញ្ហាដល់ទៅមុខខ្ញុំដើរមិនឈប់ទោះបីខ្ញុំដើរយឺតប៉ុណ្ណាប្រឆាំងនឹងព្រំលិខិតមិនដើរទៅតាមវាសនាខ្ញុំនៅតែដើរទៅមុខទោះបីជាខ្ញុំត្រូវមរណាអាយុទៅ20ចង់ខ្លាចជាកាំងវ័យដើរតាមបេងដូងយកគូក្បាលមកកែច្នៃច័ន្ទពាក្យបពិនខ្ញុំមិនខ្លាចពាក្យបរាជ័យសំដីអត់នៅខ្ញុំបោះចោលវាគ្មានតម្លៃ